ចាឆ្នាំនេះយើងនាំគ្នាមកលេងទឹកងនៅរាជធានីភ្នំពេញចានៅពេលរសៀលចាំមក4:05ហើយនេះយើងពេលល្ងាចហើយគេអ៊ំហើយគេបាញ់គេជ្រួយចាបាក់បាញ់គេជ្រួយហើយពួកអីពីល្ងាចពីថ្ងៃខ្ញុំបានមកទេនេះគឺជាពេលសកម្មភាពពេលល្ងាចប្រលប់ចាយើងបាញ់គេជ្រួយចាលុះរនបំពងផ្ទៃទឹកហ្នឹងប៉ុន្តែខ្ញុំបានដាក់តម្លែងទេដោយសារខ្លាចវាមានចាប់ភ្លេងចាប់អីចឹងដល់ពេលអញ្ចឹងខ្ញុំបានដាក់ភ្លេងគេជ្រួយទេពួកអីវាមានចាប់ភ្លេងចម្រៀងអញ្ចឹងយើងអាចបានដាក់ទេចាអញ្ចឹងខ្ញុំទុកចិត្តបញ្ចូលសលេងតែម្ដងចាអប់រំព្រោះសំចំអភិតោះផងព្រោះអីអត់តែបញ្ចូលសលេងទេចានេះគឺជាក៏ជ្រួចលន់ទីទឹកតែម្ដងចាហើយមានបតិតមានបតិតជាច្រើនហោហាយមកដូចមានមានអីខ្លះទេរៀបរាប់អត់ទេដោយសារយើងតន់មើលឃើញអសអញ្ចឹងយើងមើលពីចង្អាយសិនទៅប៉ុន្តែយើងជ្រួចលន់រំពងមកពីច្រើនមែនតើណាគេបាញ់ច្រើនមែនតើច្រើនទៀតតែមែនតើហ្មងហើយបាញ់ចង់1ម៉ោងជាងបាញ់រហូតនេះចាប់ដើមបាញ់អានេះបាញ់ពាក់បានពាក់កណ្ដាលហើយដោយសារខ្ញុំថតនេះបានពាក់កណ្ដាលហើយម៉ោងចង់6ចង់7ហើយហ្នឹងហើយនេះជ្រួចចិត្តបាញ់ហើយផ្ទីទឹកអណ្ដែតមករត់ប្រអស់ផ្តិតនេះយើងមើលអសឃើញទេដល់ផ្តិតឈ្មោះអីទេដោយសារយើងមើលឆ្ងាយដោយសារទូរស័ព្ទខ្ញុំវាមិនសូវច្បាស់ដែរហ្នឹងយ៉ាងទៀតហ្នឹងទុកបតិតហ្នឹងមកចិត្តតែមកដល់ចិត្តហ្នឹងយើងអាចមើលឈ្មោះបានហើយចាបតិតមួយអត្តន័យរបស់វានីមួយហ្នឹងប៉ុន្តែខ្ញុំអត់បានរៀបរាប់ទេក្នុងហ្នឹងគេរៀបរាប់អស់ហើយប៉ុន្តែយើងអត់បានចាក់សម្លេងឲ្យស្ដាប់ទេដោយសារយើងខ្លាចជាប់ចឹងចានៅមើលទៅរៀងបតិតមកអីទេខ្ញុំអត់ដឹងទេមើលទៅអត់ស្គាល់ដែរយកមើលអសមិនដឹងចានេះបតិតជាសមាធិបន្តហើយមកជាបន្តចាមានវាដាក់ទឹកទឹករលករលែងយ៉ាងស្អាតតែពណ៌មាសទាំងនៅទាំងក្រោមចានេះហៅថាប្រទេសបរមរាជវាំងចាប្រទេសបរមរាជវាំងដឹងថាវាំងយើងសម្រាប់ស្ដេចគង់នៅអញ្ចឹងក្នុងប្រទេសខ្មែរប្រទេសនីមួយតែមានរាជវាំងដើម្បីសម្រាប់ស្ដេចគង់នៅអញ្ចឹងនេះជាប្រទេសរបស់ស្ដេចរបស់ព្រះរាជាចាអញ្ចឹងប្រទេសមានច្រើនមែនតើច្រើនណាស់អញ្ចឹងប្រទេសនីមួយស្ដេចមានអត្ថន័យរបស់គេអញ្ចឹងនេះបរមរាជវាំងមុនគេចាមានព្រះរាជានៅក្នុងនឹងយើងដឹងថាយើងពេលអ៊ំទុកម្ដងយើងនៅមុខបរមរាជវាំងនឹងហើយគឺសម្រាប់កន្លែងស្ដេចគង់នៅនឹងហើយអញ្ចឹងប្រទេសមួយតែមានស្ដេចគ្រប់គ្រងដើម្បីឲ្យមានសុខសន្តិភាពទូទាំងប្រទេសទៅថាមានស្ដេចគ្រប់គ្រងអញ្ចឹងទៅគាត់ឯងដឹកនាំអញ្ចឹងមានបន្ទាប់ពីស្ដេចមកមានរដ្ឋាភិបាលអីចឹងយកមើលតទៀតតើមានប្រទេសមកអីទៀតចាអញ្ចឹងតែនេះមនុស្សទៅ13ល្ងាចយប់ហើយមនុស្សកាន់តែច្រើនឡើងដោយសារវាត្រជាក់ហើយមនុស្សមកច្រើនដើម្បីមើលប្រទេសហើយនឹងស្ដាប់កញ្ជួចវាច្រើនមែនតើអ្នកដើរក៏ដើរអ្នកអង្គុយមើលថាច្រើនមែនតើបងប្អូនច្រើនមែនតើណាកកហ្មងហើយប្រទេសនឹងចិត្តតែមកម្ដងមួយប៉ុន្តែមើលបងប្អូនយប់ហើយហ្នឹងមនុស្សកាន់តែច្រើនឡើងចាផ្ទីមេឃផ្ទីដីទាំងមេឃទាំងដីហ្នឹងតែត្រង់ណាក៏ភ្លឺចាំងតែម្ដងពណ៌មាសរំលេចដោយទឹករលកហ្នឹងឃើញព្រិចហ្នឹងឃើញទឹករលកផងពណ៌ភ្លើងពណ៌លឿងស្អាតមែនតើចានេះហើយមនុស្សម្នានៅខាងលើហ្នឹងនឹងចាំមើលថាថាយូរមួយឆ្នាំម្ដងអញ្ចឹងនៅអង្គុយមើលនៅនឹងរហូតដល់ចប់អញ្ចឹងតែនេះគេជាកញ្ជូចបងប្អូនដឹងហើយកញ្ជូចលុះសំលេងកំពងរំដងខ្លាំងមែនតើហើយពណ៌ស្រស់ស្អាតពណ៌ចម្រុះពណ៌ហ្មងណាចាមើលនេះនេះក្បាលដល់3ហើយខាងនេះទៀត3ទៀតឡើង6បងប្អូនថាស្អាតមែនតើណាភ្លើងពណ៌ពេលយប់អញ្ចឹងវាស្អាតខ្លាំងហើយអញ្ចឹងបានគេឲ្យយើងដើរលេងពេលយប់ពេលដើរពេលចូលបុណ្យពេលអុំទូកពេលចូលឆ្នាំពេលអីនិយាយទៅឲ្យដើរពេលយប់យើងមើលទៅរងស្អាតមែនតើគេថាមើលខាងមើលភ្លើងពណ៌គេថាភ្លើងពណ៌វាស្អាតមែនពេលយប់ស្អាតមែនពេលយើងពេលដើរពេលថ្ងៃអត់សូវដឹងថាទីក្រុងភ្នំពេញវាស្អាតប៉ុណ្ណាទេប៉ុន្តែបើសិនតែពេលយប់ផងកញ្ញាក៏ភ្លឺណាគឺចាញ់ចាំងតែម្ដងភ្លឺខ្លាំងហើយសិតតែពណ៌ចម្លេចពណ៌ស្អាតខ្លាំងនេះមនុស្សម្នាគាត់ទៅផ្ទះវិញនេះគាត់បានទៅផ្ទះខ្លះហើយអ្នកខ្លះនៅមើលទៅចប់ហ្នឹងពួកអីងាយបានមើលណាបងប្អូនណាមួយឆ្នាំម្ដងទេមួយឆ្នាំម្ដងគឺមកមើលរហូតទៅតែចប់ហ្មងចាប់ហើយចាប់ពីកន្លែងមុនកញ្ជ្រួចហ្នឹងយើងទៅមើលតន្ត្រីតទៀតយើងមិនមើលតែប៉ុណ្ណឹងទេអញ្ចឹង
យើងរយៈពេល3ថ្ងៃហ្នឹងយើងដើរឲ្យអស់ចិត្តហ្មងចាអញ្ចឹងមួយឆ្នាំតែម្ដងទេយើងដើរលេងដើរឲ្យអស់ចិត្តហ្មងអេមិនខ្ញុំអ្នកដើរណាប៉ុន្តែយូរខ្ញុំមកម្ដងគេមកតាមផ្លែទេយ៉ាងតិចខ្ញុំទៅវិញហើយគាត់ណាមកថតវីដេអូទៅមកផ្លែទៅខ្ញុំទៅវិញហើយនេះគឺជាយើងមើលថាយើងនៅក្នុងភ្នំពេញហើយយើងត្រូវតែមកមើលដើម្បីដឹងថាការប្រដាំងទឹកងហ្នឹងយ៉ាងម៉េចហើយមានទេសភាពមានមនុស្សម្នាច្រើនមានបងអ្នកអ៊ំទុកនឹងយ៉ាងម៉េចច្រើនអ្នកអត់មានទុកចៅទុកប្រុសទុកស្រីអីចឹងណាចាអញ្ចឹងរយៈពេល3ថ្ងៃហ្នឹងវាមានច្រើនមែនតែនទុកក៏ច្រើនមនុស្សក៏ច្រើនជារៀងរាល់ថ្ងៃមើលរហូតប៉ុន្តែថ្ងៃហ្នឹងខ្ញុំមកបានតែមួយថ្ងៃហ្នឹងទេពីមុនពី3ថ្ងៃមុនខ្ញុំអត់បានមកទេចាដោយសារខ្ញុំនិយាយទៅខ្ញុំអត់សូវដើរទេប៉ុន្តែគាត់ថាយូរយើងមកម្ដងចឹងណានេះគឺជាបងប្អូនគាត់ចំណុចទូកគាត់អ៊ំទូកចុះទៅវិញហើយអានេះវាដឹងចុះដឹងឡើងនេះឡើងចឹងឯងឡើងអ៊ំឡើងទៅវិញអ៊ំឡើងទៅស្ពានជ្រោយច្បាព្រោះអីគាត់ទៅដល់ទីហើយគាត់អ៊ំឡើងមកវិញឡើងមកដល់កន្លែងទីយើងកន្លែងចាប់ផ្ដើមមកវិញនៅកន្លែងស្ពានជ្រោយច្បាអានេះគឺជាបងប្អូនទស្សនាការអ៊ំទូកហ្នឹងអញ្ចឹងអត់ទាន់ទៅវិញទេនេះគឺជាភ្លើងពណ៌ស្អាតមែនតើដើមឈើដើមអីដាក់ពេញនឹងពេញណាពេញណីពេញអូភ្លើងចាចហ្មងបាច់ធ្វើអីទេភ្លើងមកតែពីដើមឈើដើមអីហ្នឹងឡើងភ្លឺបាត់ហើយយើងបាច់ដាក់អំពូលម៉ែនពូលអីដាក់ភ្លើងពណ៌ហ្នឹងភ្លឺបាត់ហើយចានេះអ្នកខ្លះទៅវិញខ្លះចឹងទៅខ្លះទៅតែមកអញ្ចឹងទៅខ្លះទៅហៅទេទូរស័ព្ទហៅបងប្អូនមកថាអូនេះកន្លែងនេះស្អាតណាស់នាំគ្នាមកមើលអញ្ចឹងទៅខ្លះទៅតែចេញពីផ្ទះមកអញ្ចឹងបងប្អូនមនុស្សច្រើនហើយវាច្រើនហើយស្អាតវាសបាយមួយឆ្នាំម្ដងវាសបាយមែនបុណ្យអុំទូកសបាយមែនតែដល់ពេលយើងមកផ្ទាល់អញ្ចឹងមិនដឹងថាវាសបាយប៉ុណ្ណាគាត់ណាយើងមើលគាត់ណាឃើញភ្លើងប្រទេសហ្នឹងក៏សប្បាយចិត្តដែរដូចថាភ្លើងពណ៌វាស្អាតដូចចម្រុះពណ៌ហើយវាភ្លឺចាច់ពេញទឹកហ្នឹងភ្លឺផ្លែកហ្នឹងយើងដែរឃើញពួកអីយើងដែរឃើញទេភ្លើងពណ៌អញ្ចឹងនេះគឺជ្រួចទៅបាញ់រហូតបាញ់អត់មានឈប់ទេអត់មានឈប់ដៃទេចាហើយប្រទេសមកជាបន្តអញ្ចឹងណាវាច្រើនតែវារៀបរាប់អត់អស់ទេដោយសារយើងមើលអត់សូវឃើញផងហើយវាមានច្រើនវាមានអីគេប្រទេសបរមរាជវាំងប្រតិភិរដ្ឋសភាកសិកម្មរុក្ខាសុខាភិបាលចាចំពោះប្រទេសហ្នឹងខ្ញុំនិយាយទៀតថាវាមានច្រើនមែនតើមានច្រើនហើយបងប្អូនគាត់ណាមកគាត់ណាច្រើននេះទៅទនាគាត់ណាច្រើនខ្លះទៅហៅបងប្អូនមកខ្លះទៅផ្ទះវិញអញ្ចឹងទៅនេះក៏ជ្រួចគេថាបាញ់រហូតលន់ផ្ទៃទឹករំពងហ្មងហើយជ្រួចពេញឡើងដែតទីទឹកនឹងរលីងនឹងភ្លើងចេញចាតពេញនឹងចាភ្លើងស្អាតមែនតែនមែនគេថាពេលយប់ពេលរាត្រីភ្លើងពណ៌ស្អាតពិតជាស្អាតមែនចាដូចជាថាអត់ខុសមែនចាឥឡូវនឹងកាន់តែល្ងាចហើយប្រហែលជាខ្ញុំអាចត្រឡប់ទៅវិញហើយចាអរគុណច្រើនបងប្អូនអរគ្នាសុខសប្បាយទាំងអស់គ្នាជំរាបលាសុខភាពល្អបាយបាយ